មហាព្រឹត្តិការណ៍ដ៏អស្ចារ្យមេដឹកនាំប្រទេសវេនេស៊ុយឡាត្រូវអាមេរិកកាត់ទោសតែបែរជាប្រជាជនសប្បាយរីករាយចាក់ធុងបាសសប្បាយរីករាយទៅវិញប្រជាជនវេនេស៊ុយអេឡាមានសុភមង្គលនិងពោរពេញដោយក្តីសង្ឃឹមខណៈដែលទិដ្ឋភាពនៃសេចក្តីរីករាយនិងការទូស្បល់បានរីករាលដាលពាសពេញសហគមន៍ទាំងក្នុងស្រុកនិងក្រៅប្រទេសដោយមនុស្សជាច្រើនបានអបអរសាទរអ្វីដែលពួកគេពិពណ៌នាថាជាចំណុចរបត់ដែលរងចាំពីយូរមកហើយសម្រាប់ប្រទេសរបស់ពួកគេពីទីក្រុងម៉ៃអាមីដល់ទីក្រុងម៉ាឌ្រីតប្រជាជនវេនេស៊ុយអេឡាបានទៅវាយទង់ជាតិជ្រៀងនិងអបគ្នាទៅវិញទៅមកដោយបង្ហាញពីសតិនិយមឡើងវិញបន្ទាប់ពីមានរបាយការណ៍ថាអាជ្ញាធរអាមេរិកបានចាប់ខ្លួនលោក Nicolás Maduroសម្រាប់គ្រួសាររាប់មិនអស់ដែលរងផលប៉ះពាល់ដោយការលំបាកផ្នែកសេដ្ឋកិច្ចការគៀបសង្កត់នយោបាយនិងការធ្វើចំណាកស្រុកដោយបង្ខំពេលវេលានេះតំណាងឲ្យលទ្ធភាពនៃយុត្តិធម៌ការទទួលខុសត្រូវនិងអនាគតដែលបានកសាងឡើងវិញលើតម្លៃប្រជាធិបតេយ្យខណៈពេលដែលផ្លូវខាងមុខនៅតែមិនប្រាកដប្រជាការប្រារព្ធពិធីឆ្លុះបញ្ចាំងពីជំនឿរួមគ្នាថាការផ្លាស់ប្ដូរគឺស្ថិតនៅក្នុងដៃហើយប្រទេសវេនេស៊ុយអេឡាអាចនឹងស្ថិតនៅលើចំណុចកំពូលនៃជំពូកថ្មីមួយដែលកំណត់ដោយសេរីភាពនិងសេចក្តីថ្លៃថ្នូរ